trong bộ phim bật nơi lơ ekranពីភាសាបរទេសមកជាភាសាខ្មែរឬក៏ទៅជាភាសាណាមួយគឺអត់ប្រមាថទេប្រសិនបើបងប្អូនកំពុងតែប្រើប្រាស់ទូរស័ព្ទដែលដំណើរការដោយ Android 15ជាមួយនឹងមុខងារ Circle to Search ដូច្នេះនៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបនៅក្នុងការបកប្រែអត្ថបទនៅលើអេក្រង់ក៏ដូចជារបៀបនៅក្នុងការឆ្លើយតបឆាតជាមួយនឹងជនបរទេសដោយប្រើប្រាស់ភាសាខ្មែរហើយបកប្រែស្វ័យប្រវត្តិទៅជាភាសាដែលយើងចង់បានតែម្ដងអញ្ចឹងដើម្បីធ្វើការបកប្រែកម្មវិធីនៅលើអេក្រង់អញ្ចឹងឧទាហរណ៍ថាខ្ញុំចូលទៅកាន់កម្មវិធីថៅប៉ៅនេះអញ្ចឹងហើយមានព័ត៌មានទាក់ទងជាមួយនឹងភាសាចិនបែបនេះអញ្ចឹងបងប្អូនអាចមើលនៅផ្នែកខាងក្រោមនេះគឺមានត្រេចេះមួយនៅលើទូរស័ព្ទ Android យើងឬក៏មានប៊ូតុង Home នៅកណ្ដាលតែម្ដងអញ្ចឹងបងប្អូនគ្រាន់តែចុចនៅលើនឹងឲ្យជាប់វានឹងដំណើរការមុខងារ Circle to Search ប៉ុន្តែគ្រាន់ថាចូលមកដល់ក្នុងហ្នឹងបងប្អូនបាច់គូសរង្វង់នៅកន្លែងណាទេបងប្អូនគ្រាន់តែចុចនៅប៊ូតុងខាងស្ដាំនេះគឺមានអក្សរចិនជាមួយអង់គ្លេសហ្នឹងគឺសញ្ញា Translate ហ្នឹងអញ្ចឹងបងប្អូននឹងឃើញវាបកប្រែពីភាសាចិនទៅជាភាសាអង់គ្លេសឬក៏ភាសាណាមួយដែលបានកំណត់នៅក្នុងទូរស័ព្ទប៉ុន្តែបើសិនបើបងប្អូនចង់បដូរភាសាឧទាហរណ៍ដូចជាបដូរទៅភាសាខ្មែរអញ្ចឹងបងប្អូនអាចជ្រើសរើសយកភាសាខ្មែរមកអញ្ចឹងពេលហ្នឹងគឺអត្ថបទទាំងមូលនៅលើអេក្រង់នឹងបង្ហាញទៅជាភាសាខ្មែរហើយអញ្ចឹងបងប្អូនមិនត្រឹមតែអាចធ្វើការបកប្រែតែប៉ុណ្្នឹងទេបងប្អូនអាច copy អក្សរនៅលើហ្នឹងយកទៅប្រើប្រាស់ឬក៏ search ព័ត៌មានបន្ថែមក៏បានដែរអញ្ចឹងគឺពិតជាងាយស្រួលមែនតើយើងឃើញថាការបកប្រែគឺវាសំខាន់មួយយ៉ាងហើយប៉ុន្តែការឆ្លើយតបជាភាសាបរទេសគឺវាកាន់តែសំខាន់មួយយ៉ាងទៀតដែរព្រោះពេលខ្លះយើងឆ្លើយតបឆាតជាមួយអ្នកដទៃយើងមើលឆាតគេដឹងមិនប្រកាសថាយើងងាយស្រួលនៅក្នុងការឆ្លើយតបវិញទេអញ្ចឹងដើម្បីងាយស្រួលនៅក្នុងការឆ្លើយតបឆាតជាមួយជនបរទេសបានអ្វីដែលបងប្អូនត្រូវការគឺក្តារចុច keyboard ដែលជាធម្មតាបើសិនជាទូរស័ព្ទបងប្អូនជាប្រភេទ Android Global Version មិនមែនជា China Version ទេគឺបងប្អូនតែងតែមាននៅក្តារចុចប្រភេទ keyboard ហ្នឹងភ្ជាប់មកជាស្រេចហើយហើយបើចង់ដឹងថាទូរស័ព្ទបងប្អូនមានប្រើប្រាស់នៅក្តារចុចប្រភេទ keyboard ឬក៏អត់បងប្អូនអាចចូលទៅកាន់កម្មវិធី setting របស់ទូរស័ព្ទយើងមកឧទាហរណ៍ខ្ញុំចូលមក setting បែបនេះហើយយើងចូលទៅកាន់ពាក្យថា system and update ហើយនៅក្នុងហ្នឹងយើងនឹងឃើញពាក្យថា keyboard and input method អញ្ចឹងចូលមកដល់ក្នុងហ្នឹងមកបងប្អូនចុចនៅលើពាក្យថា manage keyboard អញ្ចឹងយើងនឹងឃើញនៅក្តារចុចដែលយើងមានស្រាប់នៅក្នុងទូរស័ព្ទរបស់យើងដោយជាក់ស្ដែងនៅលើទូរស័ព្ទខ្ញុំគឺមានប្រើប្រាស់នៅ keyboard ស្រាប់ហើយអញ្ចឹងបងប្អូនអាចមើលឃើញថាខ្ញុំបានកំណត់នៅភាសាចំនួន3គឺមានភាសាអង់គ្លេសចិននិងខ្មែរហើយក្រៅពីហ្នឹងនៅក្នុងហ្នឹងគឺវាមានមុខងារច្រើនទៀតតែគាត់ថាខ្ញុំសូម skip តិចសិនអញ្ចឹងឧទាហរណ៍ថាខ្ញុំចូលទៅកម្មវិធីមិញដដែលថៅប៉ៅហ្នឹងអញ្ចឹងឧទាហរណ៍ថាតាក់ទងជាមួយនឹងភ្លើងនេះយើងអាចសាកឆាតសួរគេទៅអញ្ចឹងដើម្បីធ្វើការឆាតបើសិនជាបងប្អូនប្រើប្រាស់ភាសាខ្មែរបងប្អូនអាចបដូរក្តារចុចមកជាភាសាខ្មែរបែបហ្នឹងឬក៏បងប្អូនចង់សរសេរជាអង់គ្លេសសរសេរជាអង់គ្លេសទៅហើយបើសិនជាខាងទៀតគាត់ជាចិនអញ្ចឹងបងប្អូនអាចធ្វើការចុចនៅប៊ូតុង translate នៅខាងលើនេះអញ្ចឹងគឺយើងអាចធ្វើការប្រើប្រាស់នៅមុខងារ translate បានហើយប៉ុន្តែឧទាហរណ៍ថានៅជួរខាងលើនេះបងប្អូនអត់ឃើញនៅប៊ូតុង translate ទេបងប្អូនអាចចុចអាសញ្ញាខាងឆ្វេងនេះអញ្ចឹងបងប្អូននឹងឃើញមុខងារទាំងអស់ហើយក្រៅពីហ្នឹងបងប្អូនអាចទាញយកមុខងារណាមួយឡើងទៅលើចុះទៅក្រោមអីចឹងបានផងដែរឃើញអត់ដូចខ្ញុំដាក់នេះចេះអញ្ចឹងគឺយើងអាចទាញឡើងទៅលើបានឃើញពិតជាងាយស្រួលមែនតើអត់ពិបាកទេអញ្ចឹងហើយខ្ញុំចុចមកក្រៅសិនហើយខ្ញុំចុចនៅលើ translate អញ្ចឹងចូលមកដល់ក្នុងនេះខ្ញុំនឹងសរសេរឧទាហរណ៍ថាខ្ញុំសួរគេថាប្រសិនបើយើងសាកថ្មពេញ 100% តើយើងអាចប្រើប្រាស់វាបានប៉ុន្មានម៉ោងបងប្អូនឃើញនៅពេលដែលខ្ញុំសរសេរភ្លាមគឺអត្ថបទគឺវានឹងប្រែទៅជាភាសាចិនភ្លាមតែម្ដងគឺអត់ចាំបាច់ចូលទៅក្នុង Google Translate ហើយធ្វើការបកប្រែមកតង់ហើយខ្ញុំដាក់នៅក្នុងនេះមកតង់ទៀតទេគឺពិតជាចំណេញពេលមែនតើអញ្ចឹងគឺយើងអាចធ្វើការផ្ញើសារនឹងទៅសួរគេបានតែម្ដងដោយសារតែយើងសរសេរទៅគឺវា direct ចេញជាភាសាចិនតែម្ដងប៉ុន្តែនៅក្នុងការបកប្រែនេះខ្ញុំក៏សូមចិត្តបងប្អូនដែរថាធ្វើម៉េចយើងប្រើប្រាស់នៅក្បួនខ្នាតវេយ្យាករណ៍ជាភាសាខ្មែរឲ្យបានត្រឹមត្រូវឬក៏យើងអត់ទុកចិត្តទៅលើភាសាខ្មែរទេបងប្អូនអាចប្រើប្រាស់ភាសាអង់គ្លេសនៅក្នុងការសួរដោយសារភាសាអង់គ្លេសជាមួយនឹងភាសាចិនគឺវាសម្របគ្នាបានល្អជាងអូខេដូច្នេះអ្វីដែលខ្ញុំចង់បង្ហាញនៅក្នុងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាតិចនិចខ្លីមួយនេះនឹងផ្ដល់ជាគន្លឹះក៏ដូចជាបទពិសោធន៍ល្អៗសម្រាប់បងប្អូនប្រើប្រាស់ជាប្រយោជន៍នៅក្នុងលក្ខខណ្ឌចាំបាច់ណាមួយហើយកុំភ្លេចតាមដានមួយខ្ញុំនៅវីដេអូក្រោយ